សួស្តីអ្នកគ្នាជួយជាមួយខ្ញុំបាទ CA ណាមេម្ដងទៀតហើយថ្ងៃនេះមកសម្រាយរឿងថ្មីឲ្យអ្នកទាំងអស់គ្នាមើលដែលរឿងសម្រាយនៅថ្ងៃនេះមានចំណងជើងថាអានខ្លួនឯងទៅហើយមុនចូលដល់ការសម្រាយរបស់យើងខ្ញុំសង្ឃឹមថាអ្នកគ្នាជួយចុច Subscribe ឲ្យ Admin មានកម្លាំងចិត្តធ្វើវីដេអូតផ្ដើមស្អីរឿងនៅតំបន់ស៊ីនជូយើងឃើញជាមួយនឹងវិមានស្ដោកស្ដំមួយដែលមានសម្ភារៈប្រណិតហើយគ្រួសារនេះមានឈ្មោះថា CNG ព្រមទាំងមានអ្នកបម្រើច្រើនខ្លាំងមែនតើហើយសមាជិកនៅក្នុងគ្រួសារគឺមានចំនួន7នាក់ក៏ស្អីរឿងជាមួយនឹងអរតាកំពុងនិយាយរឿងស្នេហាប្រាប់ទៅស៊ីយុនហើយស៊ីយុនក៏បានសួរទៅវិញថាក្នុងនាមជាអ្នកស្នងតំណែង CNG តើលោកចង់បានមនុស្សស្រីបែបណាហើយអរតាក៏បានតបទៅវិញថាគាត់មិនខ្វាយខ្វល់ពីរឿងនោះទេក្រៅពីនេះក៏មានរឿងច្រើនដែលត្រូវកាត់និយាយបែបនេះហើយក្មេងស្រីទាំង5ក៏បានមកហៅគាត់ដោយអូនសបកឈូនេះគឺមានឈ្មោះថាអូកាហើយអូនសខៀនេះគឺមានឈ្មោះថាស៊ីហាបន្ទាប់មកមីណាមេចែបេរីហើយនឹងអូនកូតូណូហើយអូកាបាននិយាយថាតើលោកកំពុងតែកាត់អីអរតាក៏តបទៅវិញថាគាត់មិនបានគិតអីនោះទេដោយស៊ីហ៊ានក៏និយាយកាក់មកថាអរតាក៏កំពុងនិយាយអំពីរឿងឆ្អេះឆ្អាស់វាធ្វើឲ្យអូកាពិតជាល្អើមខ្លាំងមែនទែនក៏ប្រើឆ្កែឲ្យទៅខំអរតាឡើងចង់ដាច់គូតែម្ដងហើយអ្នកគ្នាកំពុងតែសោចហ្នឹងមិនបាច់មើលអូនកូតូណូទេពិតជាអាណិតទូប្រុសខ្លាំងមែនទែនហើយអូកាបានសួរទៅប្រុសទាំងពីរថាថ្ងៃសៅរ៍ទំនេរដែរទេបាទទំនេរទៅជប់លៀងវិធីគ្រប់គ្រងរបស់កូតូណូហើយកូតូណូនាងសួរថាតើលោកបានរៀបចំអ្វីនៅហើយអរតាក៏បាននិយាយទៅវិញថាមិនអីទេចាំក៏រៀបចំកូតូណូនាងថាពិតជាល្អណាស់នៅពេលដល់ថ្ងៃទីជប់លៀងពួកគេបានមកស្ថានីយ៍មួយកន្លែងហើយអ្នកណាក៏ស្គាល់ដែរថានារីទាំង5នេះគឺជាគ្រួសារ CNG ពួកគេបាននិយាយប្រំវាថាមិនដែលឃើញពួកគេជុំគ្នានោះទេសោះតែមួយឆ្នាំទៀតពួកគេនឹងដាច់គ្នាហើយមិនដឹងដាច់អីនោះទេទីទៀតអ្នកគ្នានឹងដឹងកាលនៅអ្នកទាំងពីរឆោស្ដាប់នៅអ្នកទាំងនោះនិយាយកាស្អីរឿងនៅថ្ងៃបន្ទាប់ពួកគេក៏បានចូលរៀនជាធម្មតាហើយអូកាក៏បានពិភាក្សាពីរឿងដើរលេងនៅថ្ងៃនោះហើយស៊ីយុនក៏បានបញ្យល់ថាមនុស្សទាំងអស់នោះមើលពីសម្បកក្រៅគិតមិនត្រូវនោះទេព្រមតែចង់រស់នៅដូចយើងបែបនេះគិតមើលទៅមិនចង់យ៉ាងម៉េចយើងមានជាមួយនឹង Berry នាងមានអាយុ18ឆ្នាំហើយមានគោលបំណងចង់ក្លាយជាកលានុបដ្ឋាយិកាឆ្នាំនេះនាងចូលមហាវិទ្យាល័យហើយទីហាដែរនាងគឺជាអ្នកវិទ្យាសាស្ត្រមួយដែលរៀននៅឆ្នាំទី3រៀននៅថ្នាក់ល្អទៀតផងកាលមកអូកាវិញនាងគឺជាមនុស្សដែលចំណាប់ជាងគេរៀននៅឆ្នាំទី2មានអាយុ16ឆ្នាំនាងគឺខ្លាំងក្នុងការហែតាហើយនឹងការត្រួតពិនិត្យមានអាមេផងដែរហើយនាងគឺជាកីឡាវាយកូនបាល់ដ៏ជំនាញមួយហើយនាងមានអាយុ15ឆ្នាំហើយរៀននៅទីនេះគឺជាឆ្នាំដំបូងរបស់នាងហើយនឹងមួយទៀតកូតូណូនាងក៏មានអាយុ14ឆ្នាំគឺជាឆ្នាំទី3នៃអនុវិទ្យាល័យហើយអរតាក៏បាននិយាយថាប្រកបខ្លាំងណាស់និយាយបែបនេះហើយអរតាក៏បានងាកទៅក្រៅឃើញជាមួយនឹងនារីម្នាក់បាត់ជាខ្ជូតខ្លាំងមែនតើអរតាឃើញបែបនេះហើយធ្វើឲ្យគាត់បាត់ជាកន្ត្រាក់អារម្មណ៍តែម្ដងស៊ីយុនបានដឹងទៅមុនហើយឲ្យតែពេលទូឯប្រុសរបស់យើងកន្ត្រាក់អារម្មណ៍បែបនេះដឹងតែមានស្រីស្អាតហើយការស្អីរឿងនៅពេលយប់នៅក្នុងផ្ទះទូឯប្រុសរបស់យើងកំពុងតែមើលទូរស័ព្ទគាត់ឃើញជាមួយនឹង account Yoko គឺជានារីថ្ងៃមិញនឹងឯងក៏មិនហ៊ានទៅនោះទេព្រោះគាត់មិនមានយោបល់អីនិយាយបន្ទាប់មកប្រហែលឱកាសនាងក៏បានមករកទូប្រុសរបស់យើងដែលនិយាយថានាងគឺសុំមើលកំណែបន្តិចមកអរតាគាត់មិនថាអីនោះទេគាត់ឲ្យមើលតាមសេរីតាមដងរូបមន្តអីក៏ឲ្យមើលដែរនៅពេលអូនកានាងកំពុងតែចម្លងហ្នឹងអរតាគឺខូចខ្លាំងមែនតើគឺដៀងភ្នែកមើលតែអូប៉ៃរបស់គេនោះទេហើយអរតាបានប្រាប់ថាហេតុអ្វីបានជានាងពាក់កៅអៅស្រាលបែបនេះហើយអូកានាងនិយាយថាតើហេតុអ្វីនាងពាក់មិនបានមែនទេយើងឃើញប៉ុណ្ណឹងមិនបាច់មកធ្វើអៀននោះទេកាលនៅក្មេងយើងធ្លាប់មួយទឹកស្រាតជាមួយគ្នាសោះហ្នឹងហើយអូកានាងភ្លេចថារឿងថ្ងៃមិញហ្នឹងគឺស៊ីយុនជាអ្នកប្រាប់នាងថាលោកចាប់អារម្មណ៍ជាមួយនឹងយូគូមែនទេមិនអីទេចាំនាងច្រំច្រែកហើយរៀបឆាតឯណាទូប្រុសរបស់យើងថាមិនបាច់ទេគឺជារឿងរបស់គាត់ចាំគាត់អ្នកធ្វើខ្លួនឯងនេះបែបនេះធ្វើអូកាបាត់ជាខឹងខ្លាំងមែនតើខំជួយអីអត់ឲ្យជួយទៀតរួចក៏ដាក់ចេញបាត់ទៅកាត់ស្អីរឿងមកដល់អូនកូតូណូណែវិញកំពុងតែមើលរូបថតហ្នឹងមើលតែរូបអរតានោះទេលួចក្រាស់គេតែម្នាក់ឯងហើយមិនធ្វើដូចអ្នកមើលម៉េះកាត់នៅព្រឹកស្អែកពេលល្ងាចអរតាក៏បានចេញមកផ្ទះឃើញជាមួយនឹងយូគូក៏
បានមានសង្សារបាត់ហើយហ្នឹងមកដល់ផ្ទះវិញធ្វើឲ្យអារតាបជាសេធខ្លាំងមែនតើហើយពួកគេក៏បានចាំមកក្រោមដើម្បីប្រារព្ធពិធីខួបកំណើតរបស់កូតូណូស្រាប់តែអង្គុយមិនទាន់បានប្រមាណឱកាសឆ្លោះគ្នាជាមួយនឹងមីណាមីឆ្លោះគ្នាជាមួយនឹងរឿងបាត់របស់របរតតែអារតាបានបញ្ឈប់ពួកគេបញ្ឈប់ហើយឪពុកពួកគេក៏បានដើរមកដល់ហើយពួកគេក៏បានអបអរពិធីខួបកំណើតរបស់មីណាមីអញ្ចឹងទៅហើយលោកឪពុកក៏បានបញ្ឈប់ពួកគេថាគាត់មានរឿងអីត្រូវនិយាយហើយគាត់ក៏បានអបអរខួបកំណើតរបស់កូតូណូគាត់គិតថាពេលនេះជាពេលដ៏ល្អហើយគាត់ចង់ប្រាប់ថាពួកគេមិនមែនជាបងប្អូនក្នុងការនោះទេហើយមិនមែនជាប់សាច់ឈាមទៀតផងវាធ្វើឲ្យអារតាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រមទាំងអ្នកទាំងអស់គ្នាដែលនៅទីនេះហើយលោកឪពុកក៏បាននិយាយទៀតថាពេលនេះជាពេលអ្នកទាំងអស់គ្នាដែលត្រូវដឹងហើយគាត់អស់ពីនិយាយហើយពេលនេះត្រូវជប់លៀងបន្តនៅពេលបញ្ចប់នៃការជប់លៀងហើយនោះគាត់គិតថាវាមិនអីនោះទេពេលនេះលោកគាត់ពិតជាមានអារម្មណ៍ស្អប់ស្អាប់ខ្លាំងមែនតើគាត់ចង់ទៅងូតទឹកនៅពេលដើរទៅងូតទឹកហ្នឹងយកកៅអៅទៅដាក់ក្នុងកញ្ច្រែងទុកបោកស្រាប់តែមានវ៉ែនតាពីណាទេនៅក្នុងកញ្ច្រែងហ្នឹងតែគាត់អត់ហ៊ានដាក់ទេគាត់ដាក់នៅលើធ្នើនៅក្រៅអរតាគាត់ដល់សម្លៀកបំពាក់ដើម្បីចូលទៅមកទៅនៅពេលបើកទ្វារចូលមកឃើញអូនកូតូណូកំពុងតែមុជទឹកនៅទីនោះហើយពួកគេក៏បានឈរមើលមុខគ្នាអរតាគាត់ក៏បញ្ញាប់ចេញបាត់ទៅរៀបបញ្ចេញឲ្យនៅកូតូណូនាងហៅឲ្យអរតាជួយដោះខ្លួនឲ្យនាងបន្តិចហើយអរតាក៏ជន់តាមសំណពៅដោះខ្លួនឲ្យអរតាក៏និយាយថាមនុស្សស្រីបើចេះដោះខ្លួនឲ្យស្អាតនោះទេគ្មានអ្នកណាស្លាញ់ឡើយនិយាយបែបនេះហើយអរតាក៏បានចាក់ចេញមិនទាន់បានចាក់ចេញប៉ុណ្ណឹងណាកូតូណូនាងក៏បានអោបតួប្ររបស់យើងធ្វើឲ្យតួប្ររបស់យើងគឺស្លុតខ្លាំងមែនតើអូខេអ្នកគ្នាស្អីរឿងមានតែប៉ុណ្ណាពីខ្ញុំបាទស៊ីណាមេសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ